បងប្អូនទាំងអស់គ្នា MPV បែបប្រណិតលំដាប់អភិជនតម្លៃត្រឹមតែ 60,000 ជាងគឺមកដល់ហើយមកដល់ប្រទេសកម្ពុជាហើយថ្ងៃនេះគឺជាកម្មវិធីសម្ពោធជាផ្លូវការតែម្ដងហើយខ្ញុំឃើញរថយន្តនេះគឺខ្ញុំស្រឡាញ់ពេញចិត្តខ្លាំងតែម្ដងជាក់ស្ដែងបងប្អូនផ្នែកខាងមុខនេះគឺមានប៉ាណាដែលមានការរចនាប្រណិតបែបក្រូមេហើយនៅមាន logo របស់ Forcing ហើយនិយាយពីអំពូល Daytime Running Light នេះ design ស្អាតខ្លាំងមែនទែនបងប្អូនហើយនេះគឺជាសញ្ញោរបស់គេកន្លែងនេះក៏ design បែបក្របពេជ្រអញ្ចឹងណាបងប្អូនជាប្រភេទ MPV ដែលមានការ design បែបក្របពេជ្រមើលទៅគឺស្អាតមែនទែនហើយចំពោះរថយន្តនេះបងប្អូនគឺជាប្រភេទ MPV 790i ដែលមានតម្លៃសមរម្យខ្លាំងមែនទែនហើយបងប្អូនឃើញធំអញ្ចឹងបងប្អូនគិតថាតិចស៊ីសាំងខ្លាំងទៅរថយន្តនេះប្រើជាមួយនឹងបច្ចេកវិទ្យា PHEV ដែលកម្រិតស៊ីសាំងវិញគឺទាបបំផុតដែលបងប្អូនមិននឹកស្មានបានគឺ 1.2 លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រនិយាយទៅរថយន្តនេះខ្ញុំស្រឡាញ់ខ្លាំងហើយមើលផ្នែកខាងក្នុងបងប្អូនយ៉ាងប្រណិតហើយអេក្រង់វិញដល់3បងប្អូនអេក្រង់3ខាងក្នុងនេះបាទកណ្ដាលនេះគឺទំហំ 16.2 អ៊ីងហើយសងខាងនេះ 12.3 អ៊ីងហើយកន្លែង console នេះក៏ស្អាតដែរចង្កឹះលេខ design លក្ខណៈគ្រាប់ពេជ្រតែម្ដងមាន wireless charge ហើយនឹងប្រព័ន្ធ auto hold អីដឹងតែមានហើយរថយន្តលំដាប់អភិជនប៉ុណ្នេះហើយណែបងប្អូនប្រើកាមេរ៉ាតែម្ដងហើយអ្វីដែលកាន់តែពិសេសនៅផ្នែកខាងក្រោយនេះកន្លែងមេរបស់យើងកន្លែងអភិជនដែលគាត់អង្គុយឧបមាថាបងប្អូនដឹកមេឬក៏ដឹកថ្នាក់ដឹកនាំចុះកម្មវិធីផ្សេងអីគាត់អង្គុយនៅនេះមកបាទហើយមានអេក្រង់មួយសម្រាប់ថាច់អេក្រង់នេះគឺមានមុខងារច្រើនក៏ដូចជាមានមុខងារម៉ាស្សាផងដែរឥឡូវបងប្អូនមកមើលផ្នែកខាងក្រោយតិចណែបងប្អូនផ្នែកខាងក្រោយវិញមានការរចនាស្អាតខ្លាំងមែនទែនជាមួយនឹង stop ទ្រវែងហើយមានអក្សរ VH PHEV ក៏ដូចជាកន្លែងគូតក្រោយគេគឺចុចកន្លែងនេះបងប្អូនបាទហើយចំពោះកៅអីជួរទី3គឺយើងអាចទម្លាក់មើលទៅអត់ដឹងថាទម្លាក់តែម្ដងបើសិនបើយើងជិះគ្នាតិចត្រូវការកន្លែងដាក់អីវ៉ាន់អញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជាបាទរថយន្តលំដាប់អភិជនគឺ Forcing Nova បាទ PHEV ស៊េរីឆ្នាំ 2025 ដែលមានតម្លៃត្រឹមតែ $63,888 ដុល្លារតែប៉ុណ្ណោះហើយថ្ងៃនេះគឺសម្ពោធជាផ្លូវការហើយបើសិនបើបងប្អូនចង់ទស្សនារថយន្តនេះអាចអញ្ជើញមក EON មួយថ្ងៃហ្នឹងហើយនឹងថ្ងៃស្អែកមួយថ្ងៃទៀតអញ្ចឹងនេះគ្រាន់តែជាវីដេអូ shout out ឲ្យបងប្អូនដឹងថាកម្មវិធីបាទសម្ពោធជាផ្លូវការរបស់រថយន្តស៊េរីថ្មីនេះគឺចាប់ផ្ដើមហើយក៏មានការតាំងបង្ហាញ2ថ្ងៃដែរវីដេអូ review ពេញខ្ញុំនឹងធ្វើមួយដាច់ដោយឡែកប៉ុន្តែអាចចេញនៅពេលក្រោយអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងសិនទេសូមអរគុណសូមជម្រាបលាបងប្អូន